យើងលើ បាទ ព្រោះ លោក ហ៎ គ្រូ អូខេ បាទ លើលោកគ្រូ អូខេ បាទ អញ្ចឹងយើងតទៀត អេ តទៀតណា បាទយើងបន្តទៀតណា បាទអូខេ បន្ទាប់គឺ បាទមិញគឺ null ហងប្រឡែងផងណា បាទឥឡូវគឺ null មួយ បាទមួយទៀតមាន value បាទ អូខេ អញ្ចឹងអានេះគ្រូធ្វើជា sample បាទដើម្បីបានជា idea ដល់គ្នាយើង បាទនៅពេលដែលជួប scenario ផ្សេងៗ បាទ ពេលដែលត្រូវធ្វើទៅលើ unit test បាទយើងអាចវិភាគណាថាតើមានប៉ុន្មានករណីដែលអាចកើតឡើង បាទហើយវាបត់បែនតាមស្ថានភាពណា បាទតាមជាក់ស្ដែង អូខេ អញ្ចឹងនេះគ្រូទើបតែបាទ pass ទៅលើមួយករណីទៀត បាទហើយអញ្ចឹងករណីខាងក្រោមនេះវិញគឺគួរតែ allow partial input មានថាមានមួយក៏បានណាបើចាំមានទាំង email ផង phone ផងទេសារតែរបស់យើងគឺមានមួយណាប្រើមួយហ្នឹងក្នុងករណីនេះណាក្នុងករណី function របស់យើងបានសរសេរកន្លងមកហ្នឹងបាទអញ្ចឹង should allow partial input when only email provided បាទមានតែ email អត់ phone បាទអញ្ចឹងនេះគ្រូរៀបដាក់ថា given when then ទាំងអស់ហ្នឹងទៅណា given នេះ when បាទ then ណាបាទ then អញ្ចឹង given យើងឲ្យ input parameter ដែលមានតែ email ឯ phone អត់មានបាទគឺ null ណា phone អត់មានទេអញ្ចឹងយើងមកទៀតហើយដែលយើងមកណាដោយសារតែ function របស់យើងនេះបើយើងមើលនៅពេលដែលគេឲ្យ parameter ហ្នឹងមកបាទវាជួបកន្លែងនេះហើយវាជួបកន្លែងនេះបាទអញ្ចឹងអ្វីយើងជួបគឺកន្លែងនេះយើងត្រូវមកវាអ្វីសវិសផ្សេងនេះក៏សវិសផ្សេងដែរយើងត្រូវមកវាតែប៉ុណ្្នឹងឯងឲ្យទៅចូលសវិយើងមកបាទបើកន្លែងនេះអត់មានត្រូវ call សវិណាផ្សេងទេអត់ចាំបាច់មកទេតែអត់ទាន់ណាអត់ចាំបាច់មកទេបាទហើយកន្លែងហ្នឹងដើម្បីឲ្យយើងស្ទាត់បាទត្រូវរៀនធ្វើ unit test បាទដូចគ្រូប្រាប់ចំនួនគ្រូរៀនបើគ្រូមើលឡើង5 6ដង5 6បាទផ្សេងបាទតម្រុំបានយល់បើគ្នាឆ្នាំពេលខ្លះគឺគាត់អត់ទាន់ចេះ unit test ហ្នឹងទៀតដោយសារបានគាត់ហ្នឹងគឺអត់មិន unit test ទេណាបាទបរិយាកាសចង់ថានៅក្នុងenvironment ប្រភេទណាគឺយើងទទួលបានឥទ្ធិពលគឺបែបហ្នឹងណាបាទហើយសាគ្រូធ្លាប់ប្រព័ន្ធអន្តរជាតិណាអន្តរជាតិនៅប្រទេសថៃគឺចឹងបើដែលគេធ្វើមកគឺ standard បាទអញ្ចឹងគ្រូក៏ទទួលឥទ្ធិពលទាំងអស់ហ្នឹងមកដែរបាទហើយនៅពេលដែលយើងទៅកន្លែងដែល standard ដល់ពេលយើងជួបរបស់អត់ standard គឺយើងនឹងអាចវិតម្លៃបានហើយថាយើងគួរទៅ improve កន្លែងណាខ្លះណាយើងផ្ដល់ suggestion ទៅគេមួយខ្លះបាទគេអញ្ចឹងគ្រូកំពុងតែ share ដល់គ្នាយើងហើយបាទអញ្ចឹងព្យាយាមស្វែងយល់ណាអញ្ចឹងកន្លែងនេះគឺយើងមក behavior វាទៀតហើយនៅពេលដែលបោះ email ប៉ុណ្ណឹងចូលយើង return បែបនេះចេញណាថាបែបនេះចេញបាទគេអញ្ចឹងដូចរដងអញ្ចឹងយើងអាចចង email នេះដូចខាងលើទុកក៏បានដែរណាហើយចាប់យើងផាសវាបាទព្រោះយើង send តែវាអាចខុសពេលខ្លះវាអាចខុសបាទអូខេចឹងហើយខ្ញុំ copy តាមគ្រូហើយឆ្នៃហងណាបាទនេះយើងដាក់ជា string email មួយទៅហើយចាំផាសជាប់តគ្នាព្រោះពេលខ្លះបើយើងសេអញ្ចឹងហើយយើងសេបាត់អក្សរអីគេមួយវាធ្វើឲ្យការតេស្តរបស់យើងហ្នឹងគឺ fail ហើយពេលខ្លះយើងដឹងថា error មកពីអីទៀតបាទអញ្ចឹងបើបោះ email អក្សរធំទាំងអស់ហ្នឹងចូលយើងបាន email អក្សរតូចអត់មាន space អីទេ
ហើយបោះណាល់ចូលយើងបានណាល់ចេញវិញតែប៉ុណ្្នឹងឯងបាទពេលយើងមកហើយយើងអាចខលរៀនមេតុតហ្នឹងបានដែរបាទរៀនមេតុតហ្នឹងបានដែរអូខេអឺពេលបោះ input ហ្នឹងចូលយើងសើថា not same ហើយក្បួនយើង not same ណាបាទដដែលបាទហើយមិនមកគូដដាក់នេះដាក់បាត់ឡើយហ្នឹងដោយសារតែជា best practice យើងអត់ឲ្យវា modify parameter ឯងបាទអញ្ចឹងបើ function ហ្នឹងវាដើរទៅទាំងអស់តែវា modify parameter វាអត់ជា good practice ទេបាទអញ្ចឹងដើម្បីធានាថាវាជា best practice គឺយើង assert វាទុកចោលចឹងរហូតណាចាហើយណាក៏មានលក្ខខណ្ឌមួយនឹងទប់ដែរណាទប់ហេហើយចឹងតិចទៀតតាមគ្រូតែមើលបាទជិះវៀងគ្រូភ្លេចគ្រូអាសាភ្លេចណាគ្រូមុតតែឲ្យតែគ្រូនិយាយនឹកឃើញគ្រូសេហើយបាទនេះគ្រូនឹងតេស្តឲ្យគ្នាយើងឃើញអំពីអឺ if not using mark បាទហើយអ្វីដែលគ្រូនឹកឃើញមិញភ្លាមហ្នឹងគឺអឺពេលដែរយើងត្រូវកែ object ណា when modify parameter អូខេពីរហ្នឹងគ្រូនឹងសូត្រគ្នាយើងឃើញបាទឥឡូវយើងបកមកឡើយយើង try វិញបាទ start not same ចាំបាច់បាទពីបែបប្រធានណាចាំបាច់តើមកអសរថាវាពិតជាចឹងមែនណា output មកចេញចឹងមែនអូខេបាទហើយ phone អឺដោយសារតែយើងបោះ null ចូលវា turn null ចេញវិញបាទតើពិតជាចឹងមែនអត់តើមកយើង verify ថាវាពិតជាបាន call អឺ email ប៉ុណ្ណឹងទៅក្នុង method normalize phone គឺ null ណាហើយនេះគូបិទសិនដោយសារតែយើង call បាទនេះវាអត់ទាន់ត្រូវបាទដល់ពេលគូរ៉ាន់មកគេមិញមានប្រហែលមានតែ2ណាឥឡូវគូរ៉ាន់ទៅវាឡើង3កាន់ណីណាទីនៅតែណាអញ្ចឹងគឺត្រូវទាំង3ករណីបាទឥឡូវយើងទៅមើលបើសិនជាយើងអត់ប្រើមកតើមានអីកើតឡើងបាទតែនេះវាចាំបាច់ណាវាចាំបាច់ថាយើងត្រូវ call switch ហ្នឹងបាទបើយើងអត់ call មកឥឡូវបិទមួយក៏ដោយក៏មានបញ្ហាដែរបាទដល់ណានេះតែបាទឃើញនេះ file បាត់ណា file កន្លែងណា should allow password input បាទហើយយើងមើលឡើងនេះមកគឺថាម៉េចនេះ expect គេ expect test បាត់ null បាទ expect test .com នេះណាបាទសម្រាប់យើងឡើងនេះឡើងនេះយើង expect ថាវាចេញ test ហ្នឹងណាតែវាបែរជា null វិញសារយើងអត់បានមកបាទតែបើយើងបិទឡើងនេះចេញបាទវាអាចប្រែប្រួលបើបិទនេះចេញណាបាទរត់មកបាទវាចេះវាផាសមែនក៏តែផាសទាំង useless បាទអត់ប្រយោជន៍ណាហើយយើងចង់ថាវាពិតជាចេញអញ្ចឹងមែនណាបាទអញ្ចឹងយើងត្រូវ assert ថាចេញតម្លៃហ្នឹងមែនយើងត្រូវ assert បាទហើយបើយើង assert តែយើងអត់បានមកវាអត់ស្គាល់ទេព្រោះយើងតេស្តលក្ខណៈ unit test យើងតេស្តតែក្នុង function ហ្នឹងទេតែដល់សារ function ហ្នឹងវា interact ជាមួយនឹង service ផ្សេងបាទអញ្ចឹងវាអាចទៅ call real method ហ្នឹងបានទេណាបាទអញ្ចឹងយើងត្រូវមក behavior វាអញ្ចឹងយើងដាក់ when បាទបើយើងអត់ដាក់នេះទៀតក៏នៅតែ error ដែរបាទ error ណាបាទណាតែប៉ុន្តែវាមិនមែន error ទេវា fail ណាវា fail បាទយើងមើល expected ចេះវាបាត់ទៅជាចុះណាបាទអូខេអញ្ចឹងមានថាយើងត្រូវមកឲ្យវាបាទផ្ទុយទៅវិញបើក្នុង function ហ្នឹងវាអត់ call អា method ហ្នឹងទេណាអត់ call method ហ្នឹងទេគឺវាអត់ត្រូវការមកទេវាត្រូវការមកទេបាទនេះបើក្នុងវាអត់ប្រើណាអត់ប្រើបាទអត់ប្រើកន្លែងមិញណាគ្រូអត់ដាក់ថាចេះបិទនេះចោលមួយបិទនេះដែរអឺបើកនេះវិញណាយើងបិទតែមួយឯងបិទតែមួយឯង
អឺបើសិនជាបិទតែមួយមិញគ្នាយើងឃើញហើយវា fail ណាវា expect ណាល់បាទហើយតាមដងទៀតម្ដងទៀតឥឡូវនេះឥឡូវបិទសិនណាម្ដងទៀតណាអានេះយើងបានកែប្រែទេឥឡូវនេះយើងគ្រាន់បិទតែមួយបិទតែខាងលើអត់បានម៉ក់វាអត់បានម៉ក់វា run មកវា fail វាថា expect អញ្ចេះតែវាទៅជា null វា expect អញ្ចឹងណាបើជា null បាទតែបើក្នុងហ្នឹងយើងអត់ call កន្លែងនេះទេបាទអត់ call ហ្នឹងទេហើយយើងបែរជាអញ្ចេះបែរជាnew request ហ្នឹង set email អីផ្សេងបាទអត់ set email ហើយគេយើងប្រើអីគេយើងប្រើ request បាទច្រឡំអក្សរខ្មែរទៀតខ្ញុំអូខេ request get email បាទហើយ to អីគេតែប៉ុណ្្នឹងមិនត្រូវមាន stream ទេណាតែគាត់ប្រើ stream នេះគាត់ដាក់ទៅ to lower cache តែម្ដងណាបាទអញ្ចឹងតើមានអីកាត់ឡើងហ្នឹងអញ្ចឹងតើមានអីកាត់ឡើងបាទអញ្ចឹង email របស់ចូលវានឹង to lower cache ហើយករណីនេះវាអត់មាន space ទេបាទអញ្ចឹងគឺអត់បញ្ហាវាទៅ lower cache អានេះគឺដើរបាទដើរធម្មតាណាបាទក៏ប៉ុន្តែគ្រូសួរគ្នាយើងថាតើ fair ឬក៏ pass យើងណាអាចឆ្លើយបានអត់ fair ឬក៏ pass បាទអូខេនេះយើងមកទុកពេលឲ្យ3វិនាទីបាទ pass អូខេយើងថា pass ណាបាទតែហ្នឹងគឺ fair គឺ fair យើង fair កន្លែងណាគឺ fair កន្លែងនេះយើង define interaction នេះកន្លែងនេះ fair កន្លែងហ្នឹងណាបើអត់ fair កន្លែងហ្នឹងការតេស្តរបស់យើងគឺមានបញ្ហាហើយបាទឥឡូវគ្រាន់តែយើងមើលណាបាទវាគួរតែ fail ណា fail ណា should null from normalizer អូខេអាខាងលើប្រាណខាងលើមួយសិននេះវា skip ណាអានេះវា error អូខេបើយើងតេស្តcase របស់យើងមិនច្រើនណាឥឡូវយើងផ្ដោតទៅលើតេស្តមួយនេះបាទឃើញនេះឃើញវាខ្វែងហ៎ខាងលើគឺ error ខ្វែងចឹងណាខាងក្រោមគឺ fail បាទអញ្ចឹងដើម្បីផ្ដោតលើតែមួយហ្នឹងឥឡូវនេះយើងអាច ignore ណា ignore វា add ignore គ្រូទៀតហើយបាទខ្វែងសិនdone save បាទនេះវាចកសក់ខ្មែរណាអឺអូខេនេះណាអូខេអឺ save បាទrun នេះតេស្តបាទនេះវា file image ណាបញ្ហាវា file image ហើយ file image ហើយឥឡូវយើងមើលវា file វា error កន្លែងshould handle null បាទតែយើងចង់តេស្តលើគេហើយយើងកំពុងនិយាយគ្នាលើ method នេះ when បាទ should allow password input អាណានេះមួយនេះណាបាទអញ្ចឹងអាផ្សេងយើងបិទសិនយើងអាចបិទចេះក៏បានដែរណាបិទចេះអញ្ចឹងវាអត់ run ទេបាទបិទចេះមួយទៀតមកវាអត់ run ទេពីហ្នឹងវា run តាខំទេពូតាមថាទៀត when email provided បាទអញ្ចឹងឡើយហ្នឹងគឺវា fail ស្អីចុចមើលបាទយើងវាន់នេះ but not invoke in call កន្លែងនេះមើលតើណាគ្នាយើងមើលតើអត់នេះនឹងកន្លែងហ្នឹងចង់ឲ្យវា call ថាវាបាន call ឃើញអត់បាទហ្នឹងហើយគឺការ verify ទៅលើ ណាគ្នាយើងតោះនេះយើងមិនតែ value យើងតេស្ត behavior វាទៀតថាវាត្រូវឆ្លងកាត់email normalizer បាទក៏តែនៅក្នុងនេះយើងអាចបានឆ្លងកាត់ email normalizer ទេបាទអញ្ចឹងវាត្រូវធ្វើឲ្យtest case ហ្នឹង fail បាទហេបើ method ពេលឆ្លងកាត់វាដតីហ្នឹងវាអាចទៅ update វាអាចទៅ delete វាអាចទៅអីផ្សេងទៀតណា
ចឹងយើងសន្មតថាវាឆ្លងកាត់ឬក៏មិនឆ្លងកាត់គឺយើងដាក់ test case ហ្នឹងបាទយើង verify វាបាទនៅពេលយើងដឹងថា flow វាហ្នឹងវាអត់ត្រូវឆ្លងកាត់ email ទេយើងមើលណាបើសិនជាមាន email normalizer មកឆ្លងកាត់គឺខុសហើយណាខុសហើយតែខុស flow ដែលយើងបាន define ហ្នឹងគឺវាខុសពី expectation របស់យើងហើយមិនចឹងហ៎យើងចង់ឲ្យវា set data តាម table មួយហ្នឹងឯងក៏តែបើវា call service ផ្សេងទៀតវាអាច set data នៅក្នុង service ក្នុង table ផ្សេងទៀតតើណាត់បាទអញ្ចឹងហើយបាន behavior ហ្នឹងវាសំខាន់ណាបាទអញ្ចឹងបាទយើងត្រូវ verify វាហ្នឹងបាទបើគ្នាយើងភ្លេចណាបើសិនថាសុទ្ធថានេះទេហើយភ្លេចដែរនេះបាទយើងមើលមក test case របស់យើងគឺ success តែអា quality test របស់យើងហ្នឹងគឺវាអត់បាទល្អទេបាទនេះឃើញផាសហ៎ផាសឬក៏ success បាទប៉ុន្តែអាខាងក្នុងយើងអាចបានតេស្តឲ្យវាហ្មត់ចត់ទេឃើញអត់ហើយអញ្ចឹងមើលក្នុងផ្នែកគឺមិនដឹងទេណាដល់យើងចូលទៅមើលកូដចាំបានថាគុណភាពនៃការអាស្រ័យកូដហ្នឹងគឺអាស្រ័យទៅលើ developer ហ្នឹងហើយថាយើងគាត់តេស្តបានកម្រិតណាឃើញអត់បាទអត់ទាន់មាន tool detect ឲ្យគ្រប់ជ្រុងជ្រោយទេបាទយើងត្រូវយល់ពីអា concept ហ្នឹងបាទអញ្ចឹងយើង verify ណាបាទ verify ចឹងមកវាផ្ទៀងផ្ទាត់ឲ្យយើងហើយថាបើតែវាត្រូវមែនប៉ុន្តែវាអត់បាន verify interaction នេះបាទហេបាទអញ្ចឹងយើង expect ថាវាឆ្លងកាត់ normalizer email ហ្នឹងតែវាអត់ឆ្លងកាត់បាទអញ្ចឹងធ្វើឲ្យខុសបាទអេអញ្ចឹងនេះយើងត្រូវបើកនេះវិញមកព្រោះនេះយើងអត់ត្រូវ say hard code ក្នុងអញ្ចឹងទេយើងខុស space ដតីបាទតែនឹងមួយមាន note ទៀតអត់នេះmodify parameter អានេះក៏អឺយើងគិតដែរណាយើងគិតដែរបាទអូខេអញ្ចឹងបើសិនជាយើងរ៉ាន់មិញយើងគ្រូបើកអស់ហើយណាបាទគ្រូរ៉ាន់សារទៀតបាទវា fail អានេះឲ្យបាន fail ហើយគេនេះspec test អញ្ចឹងតែ null បាទឥឡូវយើងមើលមិនអញ្ចឹងតែណាល់ថាមកពីអីនេះយើងមកពីអត់បាននេះឡើយនេះណាបាទយើងបើកវិញមកគឺដើរវិញហើយណាបាទណាបាទរ៉ាន់មួយសិនអូខេចឹងឥឡូវ success វិញហើយបាទចឹងអាចតេស្តមួយទៀតមើល modify parameter បាទចឹងបើក្នុងនេះណា statement ហ្នឹងវាខអញ្ចឹងឯណាតែវាបែរជាមានមកប្រឡោះហ្នឹងទៀតបែរជាមាន request នេះ request ណាបាទគាត់ថា dot set អឺ set email អូខេ email ស្មើនឹង request email ហ្នឹងណា get email បាទយើងតជាមួយគេ clear ទេណា underscore មួយឬក៏អក្សរ T ខាងចុងចុះបាទអញ្ចឹងតើមានអីកើតឡើងបើមាន statement បន្តអញ្ចឹងបាទវា turn new value នេះហើយកុំតែវាបានទៅ update request នេះបាទអញ្ចឹងថា test case របស់យើងនៅតែ success ឬក៏អត់នៅ success ឬក៏អត់ test case មួយនេះហ៎បាទបើយើងមើលកន្លែងនេះអានេះគឺ not same ត្រឹមត្រូវ equal assert ឲ្យចេះត្រឹមត្រូវអត់ណាយើងឲ្យចេះត្រឹមត្រូវអានេះក៏ត្រឹមត្រូវដែរគឺ pass ទាំងអស់អូខេបាទឥឡូវនេះក៏ pass ទាំងអស់នេះមួយនេះ pass ទាំងអស់តែម្ដងណាបាទយើងមើលមានតែមួយឯងបាទគួររ៉ាន់មក pass ទាំងអស់ណា pass បាទប៉ុន្តែវាអាច error អត់វាអាច error test ផ្សេងបាទបើគូបើកកន្លែងនេះបើខាងលើនេះបាទខាងលើហ្នឹងសារវាមាន verify នេះ it remain unchanged ណាបើគូបើកកន្លែងហ្នឹងណាវានឹង fail អាករណីនេះវិញខាងលើនេះវិញបាទថាយើងបាន verify បាន modify parameter ចុចបាច់មក file មួយនេះណា
បាទ should handle null នេះ from normalizer បាទអញ្ចឹងកន្លែងណាទោះបាច់មិនបាច់មើលកូដមិនបាច់មើលអា debug នេះក៏យើងដឹងថាប្រឡងនេះដែរនេះយើងដាក់ comment ហើយកន្លែងហ្នឹងណាបើយើងបានកែលើ email បាទអញ្ចឹងកន្លែងនេះកន្លែងណាអត់មាន unchain ហ៎ assert null អូខេកន្លែងនេះកន្លែងនេះណាវាទៅជាកន្លែង null ណាបើយើងបូកជាមួយអា string t កតុយណាបាទចាំមើលនេះយើង expect null ក៏តែវាបែរជា null តជាមួយអក្សរ t ណាបាទអញ្ចឹងណាអូខេអញ្ចឹងឥឡូវគ្រូបិទចេញមកបាទហើយបើកtest case ទាំងអស់ហ្នឹងមកវាlạiមានបញ្ហាបាទតាមមកនេះគឺ pass ទាំងអស់ណាបាទ pass ទាំងអស់អូខេពេល stop មួយទៀតអូអានេះបានកែគ្រូណាមុនណាក្រោយអានេះមុនអាលេខ2ណាឡថេតែគេតែ partial បាទឥឡូវមកករណីទៀតណាករណីនេះគឺលឿនបាទមិញយើងមាន email ឥឡូវមាន phone ម្ដងបាទ copy នេះមកឲ្យមកបាទឥឡូវយើងមើលមួយករណីទៀតណាបាទទៅលើបាទករណីស្តីគ្នាមកយើងថា should allow partial input បាទ when only email provide មើលពេលដែល provide តែ email ម្ដងនេះគឺ provide តែ phone ម្ដងបាទវាដូចតែលើដែរទេណាដូចតែលើដែរទេអូ pass មកវាបែបនេះបាទ should allow partial input when only interaction ហ្នឹងបាទយើងបោះពីយើងមកតម្លៃវាគឺមាន space return out space តើមកបាទកុំឲ្យវាដូចគ្នាអត់ណា email ថាយើងបោះ email ណាចូលហ្នឹងគឺចាំបាច់ដែរបើយើងណាចូលយើងរំពឹងថាវានឹងមកវិញក៏ណាល់ដែរបើសិនជាវាខុសពីណាល់គឺ fail ហើយតែ case របស់យើងណាមានតម្លៃត្រូវបាទមក sort x4 ពិតជាចឹងមិនអត់ phone output មកវាកាត់ space ចេញបាទហើយនេះវិញ verify interaction verify ថាពិតជាបាន call ហើយនឹងម្ដងមែនដែលបោះណាល់ចូល phone ពិតជាបាន call ម្ដងមែនហើយមាន verify call ប្រហែលដងទៀតហើយយើងណា call ប្រហែលដង call ប្រហែលដងឬក៏អត់បាន call ទៀតបាទវា verify មានច្រើនបាទឥឡូវយើងឃើញ basic សិនណាបើ verify ទៅលើ method ហ្នឹងតែម្ដងអញ្ចឹងទៅណាបាទឥឡូវគ្រូ run មកអូខេយើងឃើញថាពិតជាត្រឹមត្រូវណាបាទ pass គ្រប់ករណីបាទហើយអញ្ចឹងគឺអស់ហើយទៅលើ test case method របស់យើងហ្នឹងណាយើងមាន method តែមួយនេះទេបាទក៏តែវាមានករណីច្រើនបាទត្រូវឆែកមើលណាបាទយើងឃើញថាមិញយើងមាន4 case បាទយើងបានដាក់អស់ហើយបាទអញ្ចឹងយើងឃើញថាយើងងាយស្រួលមើលតាមរយៈឈ្មោះ method ហ្នឹងបាទ handle null បាទ from normalizer អញ្ចឹងទៅបាទអូខេអញ្ចឹងតែយើងអាចសាកធ្វើខ្លួនឯងបាទដោយមិនចាំបាច់មើលបាទសាកមើលបាទមើលឲ្យម្ដងហើយមើលគ្រូបញ្យល់ឲ្យម្ដងហើយសាកធ្វើខ្លួនឯងម្ដងមើលតើយើងត្រូវគិតលើចំណុចណាខ្លះ
បាទគេលើសម្រាប់ខ្លះដោយមានមេតុតប៉ុណ្ណឹងមកហើយយើងអង្គុយសេខ្លួនឯងណាណាមិនបន្តិចទេជាការអនុវត្តណាជាការអនុវត្តបាទហើយយើងមើលចាំបន្ទាប់ហើយចាំផ្លែតគេមកដល់ត្រឹមនេះគឺយើងមានសំណួរអីទេម្នាក់គ្នាយើងបាទអត់មានគូទៅមុខទៀតណាអូខេសល់ប្រហែលសល់កន្លះម៉ោងទៀតបាទកន្លះម៉ោងទៀតអនសារៈពេលឥឡូវគ្រូមើលឆ្លើយបន្ទាប់បាទយើងអត់តតែឆ្ងាយពី unit test ទេបាទចប់ unit test ហ្នឹងយើងចូល method ផ្សេងហើយលឿនណាលឿនសារនេះយើងបានឃើញម្ដងហើយបាទអឺមួយទៀតលើ validation បាទ validation អូខេ validation អានេះមានច្រើនណាមានច្រើនអញ្ចឹងគ្រូធ្វើលើ validation on session validator បាទគ្រូមើលនៅក្នុង validation ពីណាចេះនេះ validation ណាខ្លុះនេះទាំងអស់សិនបាទយើងផ្ដោតទៅលើមួយនេះបាទអញ្ចឹងយើងសរសេរកូដយើងមើលទៅលើអឺបាទសេនុតេសយើងមើលទៅលើបាទការអនុវត្តទៅលើ real method នេះបាទយើងស្វែងយល់វាណាបាទយើងជួបអឺករណីណាខ្លះបាទយើងត្រូវមកអីគេខ្លះបាទតែក្នុងនេះមានមកអត់បាទបាទគោលឧទាហរណ៍ឧទាហរណ៍ឡើយនេះអឺអានេះអត់មានមកទេបាទតែបើជើងចូលទៅក្នុងឡើយនេះគឺមានណាមានតែយើងមើលម៉ូតូនេះមួយម៉ូតូនេះមួយអត់មានអីត្រូវមកទេសារមាន call service ខាងក្រៅអូនេះពួកបាទ record ណាបាទ record ចាំ record តែនេះវិញ unit នេះវិញគឺយើងមើលនេះអត់គាត់តឃើញអីណាតែយើងមកឆែកមើល email unit នេះឆែកមើលទៅយើងឃើញថាវាមាន call repository បាទអញ្ចឹងយើងត្រូវមកឲ្យវាដែរណាត្រូវមកឲ្យវាដែរបាទអញ្ចឹងគ្រូនឹងបង្ហាញតើយើងត្រូវទៅពីណាទៅណាបាទចាំផ្លែកុំផឹកទឹកមកសិនអូខេបាទឥឡូវគ្រូចាប់ផ្ដើមបាទcopy paste ណាបាទអញ្ចឹងឲ្យយូរអឺអូខេfile contact នេះអូខេអានេះវាវែងណាវាវែងឥឡូវរក copy ធម្មតាចា copy អត់ copy ទាំងអស់ទេតែណាគ្រូឲ្យគ្នាយើងមើលតាម step វា copy ទាំងអស់នេះហើយហាមគ្រូបញ្យល់នេះច្រើនណាអឺដាក់នៅក្នុងនេះតែ copy ទាំងអស់ចឹងពិបាកវិញណាអឺនិយាយទៅខេ copy ត្រឹមនេះនៅ stage ខ្លះតែលើមួយករណីនេះអូខេឥឡូវចុះ record ហ្មងទៅបាទ
បាទឥឡូវយើងចូលទៅមើលunit test របស់យើងបន្តទៀតបាទមិញយើងបានធ្វើទៅលើ normalizer ហើយបាទ3នេះអស់ហើយអញ្ចឹងយើងអាចបន្តទៅvalidation ជាបន្ទាប់ណាបាទដែលយើងមើលអាធំនេះយើងបានខលគេខ្លះបាទអញ្ចឹងយើងអាចបន្តទៅ validator សិនណា validator សិនយើងឃើញថានៅក្នុងនេះមាន call component ផ្សេងបាទអញ្ចឹងហ្នឹងគឺមកហើយណាយើងត្រូវការមកហើយបាទកាត់តេស្តមួយហ្នឹងបាទហើយបន្ទាប់ហើយយើងមានប៉ុន្មានយើងមាន validate នេះមួយបាទអូខេតែយើងមានrequire ផងហើយ uniqueness ផងបាទ uniqueness ផងបាទអញ្ចឹងត្រូវមាន2បាទត្រូវមាន2យើងត្រូវគិតបាទឥឡូវយើងតេស្តវាម្ដង1 ម៉េតូតម្ដង1 ម៉េតូបាទគេចឹងដើម្បីពន្លឿនបាទការសេកូនហ្នឹងគឺគ្រូ copy paste ណា copy paste អូខេឥឡូវគ្រូអឺដាក់ធំនេះ copy ចេះមកគ្រូបង្កើត class មួយវានៅក្នុង validation ហើយដាក់នៅក្នុងនេះមកនេះtest ណា test Java អញ្ចឹងក្នុង plot នេះគាត់ថា new package dot validation បាទ finish មួយហើយយើងបាទថាគាត់ pass all ទេបាទគ្រូបង្កើតមួយ class validation test ហេបាទអញ្ចឹងនេះយើងត្រូវ extend với Mockito ទៀតហើយដូចមុនដែរសារតែវាមាន call នេះមាន call repository ឬក៏ call component ផ្សេងបាទអញ្ចឹងយើងដាក់មក extend with Mockito សិន Toxic O import វាបាទតើមកយើង set up value ផ្សេងបាទអូខេអញ្ចឹងគ្រូ copy នេះមកបាទយកមកផាសបាទហើយគ្រូយល់ថាមិនអត់គ្រូធ្វើអញ្ចឹងToxic O មួយទៀត port បាទអញ្ចឹងដំបូងគេគ្រូប្រើ mock បាទ owner repository ដោយសារតែនៅក្នុង class នេះមាន call repository មួយហ្នឹងបាទអញ្ចឹងយើងចង់តែលើ class នេះយើងត្រូវ mock component ផ្សេងបាទអញ្ចឹងនេះក្រោយមកដាក់ mock ពីមុខពីលើណាយើងធ្លាប់ឃើញហើយអត់បញ្ហាបាទហើយកន្លែងនេះគ្រាន់តែជាមេតូតជំនួយទេបាទមេតូតជំនួយទេបាទមែនតើទៅអានេះវាគ្រាន់តែជា style ថ្មីគ្រូចង់សូនឲ្យយើងណាមែនតើយើងអាចinject មកដូចខាងនេះក៏បានដែរបាទ inject មកដូចនេះ request normalizer នេះ inject មកបាទណាបាទតែហើយយើងបានឃើញគ្រូធ្វើច្រើន style ទៅក៏មួយយ៉ាងដែរបាទកន្លែងនេះកន្លែងតេស្តមិញបាទទេបាទយើងចង់បានអឺបង្កើននេះយើងចង់បាននេះយើងចង់តេស្តលើ class មួយហ្នឹងណា owner ជា session validator បាទតែវាត្រូវការមានអឺ component មួយនេះបាទអញ្ចឹងយើងអាចបង្កើត function ហើយបោះអាហ្នឹងចូលចេះក៏បានដែរបាទបាទគាត់អញ្ចឹងសិនហើយបើគ្នាយើងគេថាអូធ្វើអញ្ចឹងទៅអីចេះលឿនណាក៏បានដែរនិយាយណាក៏បានដែរតែចេះទុកមនុស្សចោលមកអូខេបិទនេះចោលម្ដងណាហើយនេះគឺយើងប្រើអីគេអឺចេះមកបាទចេះមកហើយនេះគឺ inject មក inject មកណាអូខេអត់បញ្ហាបើយើងចង់តេស្តលើខាងមួយហ្នឹងណាអូខេបាទឥឡូវគ្រូសូមមក style គ្នាយើងមើលសិនហើយឲ្យបានច្រើនរបៀបបាទតែអានេះមួយយើងអាចធ្វើអញ្ចឹងណាតែមានច្រើនយើងអាចពិចារណាប្រើ inject មកតែចាំនេះរួចរាល់ពេលយើងចង់តេស្តវាប្រើ validator នេះខទៅហ្មង
ហើយចុះ function នេះយើងប្រើដើម្បីអីបាទយើងមើលខាងក្នុងវាបើយើងមើល validate នេះណាយើងត្រូវការ input វានេះបើអញ្ចឹងកន្លែងនេះគឺ given យើងបោះអាហ្នឹងចូល owner ជា session request owner ជា session request របស់យើងហ្នឹងគឺមាន email មាន phone ណាមាន email មាន phone បាទអូខេអញ្ចឹងអានេះយើងគ្រាន់តែបង្កើតជា static request ដោយសារតែយើងត្រូវប្រើវាច្រើនដងកាត់ជា method helper យកមកយើង call វាតោះនេះយើងនេះគ្រាន់តែជាជំនួយណាជាជំនួយពេលពេលយើងចង់បាន request call method នេះមកបាទ request email ឯគេបាទ phone ឯគេបាទអញ្ចឹងវា return request នឹងចេញមកហើយបាទឥឡូវយើងទៅតេស្តករណីទី1បាទតែទី1គឺកន្លែងនេះបាទហូតតេស្តទៅលើrequire contact បាទ file contact ហើយយើងកន្លែងនេះគឺមាន2ណាវាមាន2បាទពេលយើងបើ date វាមាន require contact file contact មានន័យថាម៉េចតែហ្នឹងយើងថាយ៉ាងហោចណាស់ក៏មាន email មួយឬក៏មាន phone មួយដែរបាទតមកបើសិនជា email ឬក៏ phone បានផ្ដល់ឲ្យយើងត្រូវធានាថាវា unique វាមានស្របបានប្រើក្នុង database របស់យើងទេចង់អញ្ចឹងណាបាទអញ្ចឹងយើងតេស្តពីករណីបាទយើងដំបូងគេគ្រូតេស្តទៅលើ require contact មួយសិនណា require contact បាទអូខេហើយអានេះវាគ្រូ copy paste មែនតែគ្រូនឹងសូលឲ្យយើងថាហេតុអីបានយើងប្រើបែបហ្នឹងណាបាទគ្រូចោះសិនណាទៀតគ្រូនឹងupdate វាតាមក្រោយ update វាបាទហើយឥឡូវគ្រូ copy តាមនេះមកទេហើយយកមកផាសឡើងនេះតែម្ដងដាក់ក្រោមនេះហើយផាសអញ្ចេះបាទហើយ control shift o បាទយើងមើលហើយស្វែងយល់ដោយសារតែគាត់បញ្យល់ម្ដងទាំងអស់ទេថាវាមានច្រើន case ហើយពេលឡើងទៅតួគ្នាយើងឆ្ងល់ដែរតួគ្នាយើងឆ្ងល់ហើយបាទគ្រូបកស្រាយណាព្រោះវាមានច្រើន case ដែលយើងត្រូវតេស្តវាចាអញ្ចឹងករណីទី1នេះយើងធ្វើអីគេបាទដូចគ្រូប្រាប់មិញហ្នឹងយើងតែលើ require contact មុនគេណាអញ្ចឹងក៏ដាក់ note មួយសិនបាទយើងកំពុងតែតេស្តលើផ្នែកrequire contact ហ្នឹងវាមានជា email ឬក៏ phone number អញ្ចឹងក្នុងករណីនេះគឺ should return synchronously បាទ should return error when both email and phone missing បាទមានថាគួរតែ error show error មកភ្លាមណាបាទនៅពេលណាដែល email ទាំង email ទាំង phone ហ្នឹងអត់បានផ្ដល់ឲ្យណាបាទគេអានេះគ្រូគ្រាន់តែemphasize វាបញ្ជាក់បន្ថែមណាយើងដាក់តែត្រឹមនេះក៏បានដែរ should error when both ណាបាទតែប៉ុណ្ណឹងក៏អូខេដែរនេះគ្រូគ្រាន់តែបន្ថែមពីថាវាភាសាយើងប្រើ web flux ណាបាទវាអាចមាន syn អ syn បាទតែក្នុងករណីនេះគឺsynchronously control z ណានេះគ្រូគាត់បន្ថែមពាក្យណា synchronously សារតែវាតកតងជាមួយនឹងdatabase call អត់តកតងជាមួយ HTTP call អីទេសម្បី file ក៏អត់មានតកតងដែរបាទនេះ CPU សុទ្ធសាធហើយគ្រូថែមពាក្យថា synchronously ហ្មងទៅណាច្បាស់បាទអូខេអញ្ចឹងអានេះ given បាទអូខេ when then បាទនេះដាក់ថា when បូក then ទេណា when បូក then បាទហើយ actor អីមិញដូចក៏បានដែរអត់បញ្ហាគាត់ comment របស់យើងដែរបាទនេះគាត់ថាវា important by error thrown before mono even return បាទ
តែយើងចង់តេស្តទៅលើ validation method របស់យើងបាទ validate បាទយើងមើល method របស់យើងអីគេដែលហ្នឹងយើងpublic method យើងមានតែមួយទេណាគ្នាបាទនេះបើគ្នាយើងមើល output ណាមើលនេះoutlook និង output register owner registration validator តោះគ្នាយើងមើលខាងស្ដាំកន្លែង outlook ណាoutlook ឯ outline បាទយើងឃើញថាអ្នកខ្លះហ្នឹងបាទមាន method តែមួយទេជា public គឺមួយនេះបាទអញ្ចឹងយើងតែ public ហ្នឹងតែម្ដងណាតែ public ហ្នឹងទៅពេលខាងក្នុងនេះគឺវានឹងមាន interaction ទៅខាងក្នុងហ្នឹងហើយបាទយើងតែលើ validate មួយនេះ validate បាទហើយយើងតេស្តដំបូងគេនេះយើងតេស្តកន្លែង exception part បាទអញ្ចឹងនៅពេលដែលមានករណី error តើគេតេស្តមិនវិញបាទយើងតាចូលមកកន្លែងហ្នឹងភ្លាមយើងចូលទៅមើលនៅសេចក្តីខាងក្នុងនេះសិនតែយើងត្រូវចាំ scenario ឬក៏ test case របស់យើងគឺអត់ provide ទាំង email ហើយនិង phone បាទអញ្ចឹងយើងមើល method នេះណាចូលមកដល់ភ្លាមវាឆ្លងកាត់កន្លែងមុនគេឆ្លងកាត់ហ្នឹងមុនគេយើងមើលកន្លែងហ្នឹង require អីគេខ្លះយើងចុចមើលវាមកបាទអញ្ចឹងវាឆែកមើល email ឆែកមើល phone តើតទេអត់បើសិនជាតទេទាំងពីរបាទវានឹងបោះ exception នេះមក flat ណាជាប្រភេទ bad request ឃើញបាទណាបើសិនជាអត់មានទាំង email ហើយនឹងអត់មានទាំង phone បាទអញ្ចឹងវានឹង turn bad request ហើយmessage របស់យើងគឺបែបនេះ either email phone must be provided បាទអញ្ចឹងអ្វីយើងសរសេរនៅក្នុងនេះបាទយើងដាក់ថាអញ្ចឹងយើងមើលក្នុងករណីនេះយើងrequest របស់យើងណាយើងប្រើ function util របស់យើងនេះបើសិនបោះ null ចូលបោះ string ចូលគឺវាចាប់តាមហ្នឹងហើយបោះ email វា set email ហើយ return all នឹងចេញវាជា request របស់យើងបាទចឹងនេះពេលយើង call ណា request បោះមកបើសិនជាបោះ null ចូល null ទាំងពីរគឺទាំង email ទាំង phone វា null នៅពេលណារបស់ null ចូលវាចូលករណីនេះរបស់យើងហើយនេះណាវាចូលក្នុងនេះនេះ true ណាបាទប៉ិតហើយបាទខ្ញុំគឺ null ទាំងពីរវា through exception bad request exception បាទអញ្ចឹងនាំឲ្យយើងសរសេរ test case បែបនេះបាទនៅពេលណាយើងបោះ request នឹងចូលបោះ request នឹងចូលបាច់គឺយើងអក្សរឋាននឹងមាន exception កើតឡើងស្រុះចេញមកគឺប្រភេទវាជា bad request exception បាទអូខេបាទវាចេញមកពេលណានេះពេលដែលយើង call validator នេះខាងលើនេះ validator.validate បាទតោះនេះយើងគឺបែបហ្នឹងណាបាទបើយើងគាត់ចាំទៅនៅពេលណាដែលយើងចង់ verify ថាពិតជាមាន exception ស្រួលចេញមកមែនគឺយើងប្រើ style ហ្នឹងណាបាទហើយយើងដាក់ថា verify no interaction បាទទៅកាន់ repository ទេណា repository ទេអូខេហើយបើគូរ៉ាន់ទៅយើងចាំមើលដល់ណាចេះបាទអញ្ចឹងគឺអឺ success បាទវារ៉ាន់តែមួយ test case ហ្នឹងទេបាទយើងមើលណាវា success បាទអូខេបាទហើយលើសពីហ្នឹងយើងក៏អាចassert បានដែរបាទវាមានវិធីផ្សេងទៀតយើងអាច assert ទៅលើ message ហ្នឹងបានទៀតថា message ហ្នឹងវាគាត់ទៅចេញអញ្ចឹងមែនអត់បាទអូខេតែក្នុងករណីនេះវាអត់ចាំបាច់មែនតើទៅវាអត់ចាំបាច់ណាបាទករណីខ្លះយើងចង់ឃើញ error message ជាក់ស្ដែងតែម្ដងថាវាចេញមិនអញ្ចឹងគឺយើង assert អឺ equal ណាថា error ហ្នឹងពិតតែចេញអញ្ចឹងមែន message វាណាពិតតែចេញថា either email or phone must be provided អញ្ចឹងមែនបាទនេះគ្រូគ្រាន់សូអញ្ចឹងសិនបាទហើយកន្លែងនេះវាអឺតាមគ្រូចាំណាអាចជាប់ warning នៅក្នុង Sonar Cube អាចជាប់ warning នៅក្នុង Sonar Cube បាទដោយសារតែគឺ
សួរណាជួបតាមប្រចាំគឺគេ recommend ឲ្យយើងreturn object ចេញមក return object exception នឹងចេញមកហើយ assert ទាំង type វាទាំង message error ហ្នឹងបាទឥឡូវគ្រូសូអញ្ចឹងសិនវាដាក់ធ្វើអញ្ចឹងបានណាវាធ្វើអញ្ចឹងបានបាទចុះនេះតនគ្រូនៅចាំគ្រូ note នៅនឹងមុនសិនបាទនេះ to do ណាដាក់ថា to do អូខេអានេះយើងនឹងអឺយើងនឹង fetch Sona Cube comment ណា Sona Cube recommend បាទនេះក៏បងចោះreturn object exception នឹងចេញដើម្បី assert value វា assert class type assert error message បាទហេឥឡូវគ្នាយើងឲ្យណាឃើញចឹងសិនណាឃើញចឹងសិនបាទអញ្ចឹងករណីទី1គឺវា success ហើយតែវាដោយការរំពឹងទុករបស់យើងមែនបើសិនជាយើងបោះណាលចូលវានឹងស្រួលបែបហ្នឹងណាបាទផ្ទុយទៅវិញណាបើយើងអត់បោះណាលទេយើងបោះណាលទេមើលតើណាអត់បោះណាលទេបោះឲ្យផ្សេងក៏បោះថាdara @gmail.com បាទចុះក្នុងករណីនេះសួរថាemail ណាល់អត់ email អត់ណាល់ទេបាទបើ email អត់ណាល់តាមរយៈ method របស់យើងបែបឆ្លងកាត់អាហ្នឹងវាអត់ចូលលក្ខខណ្ឌនេះទេព្រោះ email ហ្នឹងវាអត់ណាល់ផងហ្នឹងណាអានេះ not ណាល់ណានេះ email នេះ hashtag អត់ hash បើ hash គឺ true បុកមិនទៅជា false បាត់ false មកចូលក្នុងករណីនេះអត់ទេណាព្រោះតែអានេះវា false មិនពីមុខ false គឺវា true វិញបើវាចូលបាទអញ្ចឹងវាអត់មានឱកាសចូលក្នុង block នេះទេអត់មានឱកាស through exception នេះទេបាទអញ្ចឹងធ្វើឲ្យ test case របស់យើងគឺ fail បាទ test case របស់យើង fail មានថាវាអត់ through exception ចេញទេបាទឥឡូវគ្រូ run មក unit test ចាបាទគឺ fail នេះយើងណាបាទយើងមើលចុចមើលវាមកនេះបាទយើងរំពឹងថា exception នឹងបាន through ជាប្រភេទអីគេប្រភេទ basic fast ក៏ប៉ុន្តែអ្នកបាត់ was null pointer exception នៅឆ្កយណា null pointer បាទ null pointer វាចេញណាវាចេញនៅកន្លែងផ្សេងណាវាចេញកន្លែងផ្សេងណានៅក្នុង function នេះណាបាទកន្លែងនេះគឺវាផុតដែរណាវាផុតដែរវាចូលកន្លែងនេះវិញនេះវា error វាចូលកន្លែងនេះវិញនេះចូលហ្នឹងវិញទេបាទឆែកនៅនេះ null វិញទេបាទអញ្ចឹងរូបភាព high level គឺវាអត់ស្រួល exception ទេណាបាទអញ្ចឹងកាត់តែប្រយោគត្រឹមត្រូវណាបាទអញ្ចឹងយើងដាក់ណាលវិញក្នុងករណីហ្នឹងបាទនេះ shoot error នៅពេលដែល email និង phone គឺណាបាទអញ្ចឹងគឺយើងចង់ verify តែណាលទាំងពីរទេអាករណីផ្សេងយើងតើគិតណាចុះបើសិនជាណាលទាំងពីរមែនវានឹងសួយ exception ដូចអ្វីដែលយើងបានរំពឹងទុកណាបាទហើយនេះយើងគាត់ប្រៀបថែមថានៅពេលដែលវាណាល់ទាំងពីរអញ្ចឹងគឺវាអត់ចូលដល់ database call ឡើយទេបាទអញ្ចឹង verify no interaction បាទអូខេហើយនេះយើងក៏នឹងឆែកវាបន្ថែមទៀតដែរនៅពេលដែលយើងធ្វើ test case ក្រោយតើវាពិតជាមាន interaction មែនអត់ test case ក្រោយណាបាទអូខេឥឡូវយើងយល់ប៉ុណ្្នឹងសិនណាប៉ុណ្្នឹងសិនអូខេដល់ម៉ោងល្មមណាបាទសល់1ម៉ោងទៀតឥឡូវយើងសម្រាប់សិនគេមុនសម្រាប់គ្រូ highlight នេះបន្តិចគ្រូបញ្ជាក់អញ្ចឹងបាទ unit test នេះសំខាន់ណាស់នេះយើងណាសម្រាប់ក្រុមហ៊ុនដែលគិតពី quality បាទជាពិសេសនៅតាមធនាគារជាដើមហ្នឹងបាទយើងត្រូវតេស្តគ្រប់ករណីបាទយើងទៅដាក់មើល unit test ណាបាទឥឡូវយើងសម្រាប់សិនចាំម៉ោង11:09នាទីយើងចូលវិញបាទ11:09នាទីអូខេបាទដល់សិនអញ្ចឹង